បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីនៃ Channel YouTube បុនរដ្ឋាភិបាលបាទថ្ងៃនេះគឺអត់មានជាចំណេះដឹងថ្មីនៃការចិញ្ចឹមទន្សាយក៏ដូចជាឆ្លើយតប comment បងប្អូនសួរអីទេគឺទន្សាយវីដេអូនេះគឺផ្ញើទន្សាយចេញទៅខាងខេត្តបាទខេត្តតាកែវទីរួមខេត្តបងប្អូននៅក្រុងនេះក្រុងដូនកែវបាទអញ្ចឹងបងប្អូនប្រុសនេះក៏ត្រូវបានមកយកមកគូអាតិចតូចបាទតែពិតក៏ចង់បានអាធំដែរប៉ុន្តែខ្ញុំវាអត់មានបងប្អូនហ្នឹងជាងអស់ទៅគាត់ក៏យកអាតូចទៅហើយបងប្អូនម្នាក់នេះគាត់ក៏មកខ្ញុំយូរបងប្អូនអើយបាទចូលមួយខែមុននោះតាក់ទងមក2ខែមុន2ខែមុនក៏តាក់ទងមកសាទៅគាត់ថាអត់ឡើយអត់ទាន់មានលុយស្ទះលុយគាត់ថាចាំលក់ Channel YouTube អីគាត់មិនទេបានលុយក្រោយមកមុននេះមួយខែនេះគាត់បានតាក់ទងមកគាត់កក់មកខាតឆាតមកកន្លះខែមុនហ្នឹងហើយខ្ញុំវាអត់ទាន់ធំអត់ទាន់ម៉ៃពីមេអញ្ចឹងទៅគាត់ចាំទៀតរហូតដល់ម៉ៃពីមេបានផ្សាយគាត់បាទអញ្ចឹងគាត់យកមកគូនេះបានញីមួយឈ្មោះមួយហើយបសហ្នឹងញីអាពណ៌ផៃនឹងឈ្មោះបងប្អូនហើយគាត់អ្នកខាងរលុយខាង MMO បាទតែពេលទៅ MMO នេះវាជាមេម៉ានីអនឡាញទេប៉ុន្តែបើយើងនិយាយទៅវាអត់ចំណៃទេមេម៉ានីអនឡាញនេះក៏អ្នករលុយតាម YouTube ក៏មេម៉ានីអនឡាញរលុយតាម Facebook ក៏មេម៉ានីអនឡាញលក់ផលិតផលតាមអនឡាញក៏មេម៉ានីអនឡាញទទួលប្រឹក្សាច្បល់ដំណោះស្រាយផ្សេងទៅតាមបណ្ដាញសង្គមអនឡាញក៏ហៅថា MMO ដែរប៉ុន្តែក្នុងន័យរលុយតាម YouTube Facebook នេះតាមដែលខ្ញុំដឹងគឺគេប្រើពាក្យថា content creator បានវាត្រូវជាងបងប្អូនអ្នកបង្កើតផលិតមាតិកាអញ្ចឹងណាបាទ content creator បាទអញ្ចឹងគាត់យកថាយកទៅថតវីដេអូបាទអញ្ចឹងអរគុណបងប្អូនគ្នា